បាទគឺសូមគោរពជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលជាអតិថិជនហាង Smart Robo Shop ពីខេត្តទាំងចាស់ទាំងថ្មីទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រភេទ drone មួយដែលជាប្រភេទ drone ដែលយើងអាចយកទៅប្រើប្រាស់បានហើយតម្លៃ very special មែនទេតម្លៃពិសេសមែនទែនបងប្អូនគ្នាគឺជាប្រភេទ drone K919 Max GPS បាទ drone នេះជាប្រភេទ drone ដែលមាន gimbal camera កាមេរ៉ាទប់លំនឹងបាទមានថានៅពេលដែល drone យើងហោះខ្ពស់ហោះឆ្ងាយបាទកាមេរ៉ារបស់យើងគឺយើងចាប់ថតយករូបភាពឬក៏វីដេអូបានយ៉ាងល្អបានយ៉ាងនឹងមានតែអត់ញ៉ាំទេបងប្អូនគ្នាបាទហើយយើងនិយាយពីតម្លៃរបស់វាណាបាទតម្លៃរបស់វាគឺត្រឹមតែ$125តែប៉ុណ្ណោះ$125បងប្អូនចាំឆែកមើលថាតើ$125ហ្នឹងឈុតហ្នឹងបងប្អូននឹងទទួលអីខ្លះបាទនឹងទទួលបានអីខ្លះអូខេអញ្ចឹងយើងបើកអ៊ុតមើលដល់គ្នាបាទនៅក្នុងប្រអប់នៃ drone តែម្ដងបាទទី1គឺ drone ដែលបងបើកមកគឺបាន landing pad មួយបាទកម្រាលចោះចតមួយបាទកម្រាលចោះចតមួយគឺថែមជូនបងប្អូនទាំងអស់គ្នាតែម្ដងបាទកាបូបរបស់វាកាបូបនៃ drone នេះដូចកាបូប drone L600 Pro Max អញ្ចឹងបងប្អូនបាទអញ្ចឹងគឺយើងបើកមកថានៅក្នុងនេះមានស្អីខ្លះបាទមានក្នុងនេះមានអីខ្លះអញ្ចឹងបងប្អូននឹងទទួលបានអានេះសភៅណែនាំបងប្អូនមានសភៅណែនាំបាទស្លាបសគួរចំនួន8ស្លាបទូលវីខ្សែសាមានខ្ចៅស្លាបមូស្លាប drone បាទមូស្លាប drone ស្លាបនៃ drone នេះគឺដូចស្លាបនៃ drone L600 Pro Max ដែរស្លាបដូចគ្នាបាទស្លាបប៉ុនគ្នាតែម្ដងបាទយើងមាន memory card នេះ memory card របស់យើងចំនួនប្រមាណ G ចេះmemory card របស់យើងគឺ 64G បាទយើងមាន memory card 64G យើងមាន card reader មួយទៀតបាទ card reader មួយទៀតហើយបងប្អូនយើងមួយចំនួនគាត់តែសួរថាបងអា card reader ហ្នឹងបងថែមដើម្បីស្អីបាទបងប្អូននៅពេលដែលបងប្អូនថតហើយណាបាទវីដេអូនឹង auto save ចូលទៅក្នុងនេះចូលក្នុង memory បាទយើងចង់យកវីដេអូមកប្រើប្រាស់គឺយើងត្រូវញុក memory នេះចូលទៅក្នុង card reader នេះបាទ card reader ញុកចូលទៅក្នុង computer ទៅគឺបងប្អូន download វាទាញយកមកប្រើមកឬក៏បងប្អូនមិនចាំបាច់ញាត់ជាប់ហ្នឹងក៏បានដែរបើសិនជាបងប្អូនប្រើពពួក Samsung Oppo Huawei អីផ្សេងmemory card នេះគឺអាចញុកចូលក្នុងទូរស័ព្ទដៃរបស់បងប្អូនបានអញ្ចឹងគឺបងប្អូនអាចទាញវីដេអូចេញពី memory card ទៅហើយដាក់ចូលក្នុង gallery ទូរស័ព្ទដៃរបស់បងប្អូនទៅហើយយើងប្រើប្រាស់ទៅកាត់តរបៀបម៉េចអាហ្នឹងអាស្រ័យលើបងប្អូនអរគ្នាបាទអញ្ចឹងមួយឈុតវាមានប៉ុណ្ណឹងបាទមានដូចបានជំរាបជូនមកកំ play នេះបាទនេះគឺជា sensor ការពារបុកប៉ះនៅផ្នែកខាងលើនៃ drone បាទ drone របស់យើងដាក់មកដូចយើងទៅពីដល់កបាទនេះ drone របស់យើងគឺបែបនេះបាទ drone របស់យើងគឺបែបនេះខ្ញុំនឹងបើកមើលនៅក្នុង drone នេះហាក់បីដូចជាមានគេបើកពីឆែកហើយបាទ drone របស់យើងមានរូបរាងធំគួរសមដែរបងប្អូននេះបាទធំគួរសមហើយរឹងមាំបាទបើយើងមើលណាទម្រង់ដូច L600 Pro Max ដែរស្តៀងគ្នាមែនតើបាទនេះថ្មរបស់វាបានចំនួន2គ្រាប់បងប្អូនគ្នាថ្មបានចំនួន2គ្រាប់ថ្មមួយគ្រាប់នៅទីនេះថ្មមួយគ្រាប់នៅទីនេះបាទថ្មគឺទំហំ 7.4 វ៉ុល 4500 មីលីអាំពែម៉ោងថ្មនេះគឺទំហំរបស់វាប៉ុនថ្ម L600 Pro Max ដែរបាទ version ក្រោយគឺថ្មវាប៉ុនគ្នាហើយថ្មនេះបើតាមដែលខ្ញុំដឹងគឺអាចហោះបានប្រហែលជាខ្ទង់20ទៅ25នាទីចន្លោះហ្នឹងបាទ20ទៅ25នាទីហើយវាអាចហោះក្រោម20នាទីឬក៏យ៉ាងម៉េចអាហ្នឹងវាអាស្រ័យទៅលើកម្រិតនៃការហោះរបស់បងប្អូនគ្នាបងប្អូនហោះខ្ពស់ហោះឆ្ងាយឬក៏ហោះនៅក្នុងស្ថានភាពមានខ្យល់ខ្លាំងដែរអត់ហើយបងប្អូនប្រហែលជាសួរថាdrone ប៉ុណ្ណឹងហោះចាញ់ខ្យល់អត់បងបាទតានីបងប្អូនគ្នា drone ដែលមាន GPS drone ដែលមាន gimbal camera អញ្ចឹងណាហោះចាញ់ខ្យល់ទេបាទហើយយើងបើកបន្តទៀតបងប្អូននឹងទទួលបានទៀតនេះយ៉ាលយមែនតើកាបូបរបស់វា premium មែនតើបាទនេះបងប្អូននឹងទទួលបានមួយទៀតនេះ tele remote control របស់យើងជាប្រភេទ tele អេក្រង់ទៀតបងប្អូនវាលយ tele អេក្រង់ទៀតអញ្ចឹងបងប្អូនមិនភ័យទេ tele អេក្រង់មានថាបងប្អូនអាចមើលរូបភាពនៅក្នុងហ្នឹងក៏បានអានេះហើយជាធម្មតា memory គឺបងប្អូនទៅញុកចូលទៅនេះ memory នៃ drone ណាបាទពីមុនគឺ memory នៃ drone យើងអាចសូកចូលទៅនេះក៏បានបាទសូកចូល2ក៏បានអានេះគឺ memory ធម្មតាពីមុនពពួកអស់នេះគឺយើងដាក់ memory ចូលក្នុង drone ណាបាទប៉ុន្តែ drone នេះគឺមិនតម្រូវទេយើងមិនចាំបាច់ដាក់ចូលក្នុង memory ចូលក្នុង drone នេះទេបាទអ្វីដែលយើងត្រូវការដាក់
គឺយើងត្រូវការដាក់ memory របស់យើងចូលទៅក្នុង remote control របស់យើងនេះតែម្ដងបាទ memory របស់យើងរហូតទៅដល់ 64G អញ្ចឹងបងប្អូនអាចបើកទៅបាទនៅពេលដែលបើក tele remote control មកវាចេញពី welcome បាទនេះវា load ឆ្លាយជាភាសាអង់គ្លេសយើងអញ្ចឹងយើងចុចកន្លែងយកតែម្ដងបងប្អូននេះចុចកន្លែង active នេះបាទយើងវា connected ចឹងបងប្អូនអាចរងចាំបន្តិចសិនបាទនេះដល់ពេលយើងរងចាំហើយយើងដាក់ memory ចូលមុនក៏បានក្រោយក៏បាន memory បាទ memory គឺយើងដាក់ផ្ដេងចេះបាទមិញយើងដាក់ផ្ដេកត្រូវហើយយើងដាក់ផ្ដេកត្រូវអញ្ចឹងនេះយើង insert memory ចូលហើយបងប្អូននេះអញ្ចឹងសម្រាប់ការបញ្ជា drone នេះគឺมันខយពី drone L6 Pro Max ទេបាទប៉ុន្តែគ្រាន់តែអ្វីដែលជាពិសេសគឺមាន tele របស់វានៅលើអេក្រង់បាទទៅលើអេក្រង់នេះតែម្ដងហើយអានេះយើងចុចបិទចេះគឺមានន័យថាបិទ screen បាទយើងបើក screen មកវិញបាទយើងបើក screen មកវិញទៅបាទយើងរងចាំបន្តិចបងប្អូនយើងរងចាំបន្តិចបាទហើយបើយើងនិយាយអំពីកម្រិតកាមេរ៉ានៃ drone នេះណាបងប្អូនបាទគឺច្បាស់មែនតើបើយើងប្រៀបធៀបជាមួយនឹងកម្រិតកាមេរ៉ានៃ drone L6 Pro Max drone K919 Max នេះបាទគឺយើងអាចនិយាយបានថាកម្រិតរបស់វាគឺច្បាស់ជាងបាទគឺច្បាស់ជាងវា color ជាងបាទវា color ជាង smooth ជាងបាទ drone នេះគឺមាន gimbal camera បាទមាន gimbal camera អញ្ចឹងនៅពេលដែលពពុះដែលមាន gimbal camera បើសិនជាបងប្អូនអរគ្នាធ្វើការបង្ហោះទៅគឺការផ្ដិតរូបភាពរបស់យើងគឺវាបានច្បាស់វាបាននឹងល្អបាទវាបានច្បាស់វាបាននឹងល្អហើយសម្រាប់ drone នេះតម្លៃរបស់វាត្រឹមតែ$125ទេបងប្អូនបងប្អូនទទួលបានដោយអ្វីដែលខ្ញុំបានជំរាបជូនខាងវីដេអូខាងដើមអញ្ចឹងមានថាយើងទទួលបានថ្ម drone ចំនួន2 tele អានេះ tele របស់វាជាប្រភេទ tele មានអេក្រង់ហើយវាសាកថ្មទៀតជាប្រភេទ tele សាកថ្មបាទទទួលបាន landing pad អាចប្រាប់ចោះចតបាទ memory 64G ការ reader ស្លាបសកួរបាទស្លាបសកួរទូលវីខ្សែសាកអីចឹងទៅបងប្អូននេះបាទនេះអ្វីដែលជាពិសេសគឺ sensor ការពារបុកប៉ះទៀតហើយសម្រាប់ sensor ការពារបុកប៉ះនេះបងប្អូនប្រើក៏បានមិនប្រើក៏បានតែជាការណែនាំរបស់ខ្ញុំបើសិនជាបងប្អូនប្រើនៅកន្លែងវាលមិនចាំដាក់ទេនាំធ្ងន់ drone ទេបងប្អូននាំធ្ងន់ drone ទេបាទជាធម្មតា drone នេះបើយើងលេងសាកថ្មមកពេញយើងអាចប្រើបានតែយើងខ្ទង់15ទៅ20នាទីបាទអញ្ចឹងតម្លៃនៃ drone ដែលវាតម្លៃ100ជាងស្ដើងនេះឈុតថ្ម2នេះតម្លៃវាប៉ុណ្ណឹងខ្ញុំយល់ឃើញថាវាស័ក្តិសមវាល្មមក្នុងការប្រើប្រាស់តែម្ដងហើយបើយើង drone នេះបើយើងប្រៀបធៀបជាមួយនឹង L6 Pro Max ណាបាទខ្ញុំយល់ឃើញថា L6 Pro Max ប្រហែលជាចាញ់ពួកនេះទេបាទប្រហែលចាញ់ពួកនេះប៉ុន្តែថ្មខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងថាតើថ្មរបស់វាគឺលេងបានប្រមាណអត់ប្រកបទេប៉ុន្តែជាទូទៅពពួក drone ដែល model មាន gimbal camera នេះចរិតរបស់វាគឺហោះមិនក្រោមពី15នាទីទេយើងអាចនិយាយបានថាពី15ទៅ20នាទីខ្ញុំនិយាយថាច្រើនបំផុតពី20ច្រើនបំផុត20នាទីចុះខ្ញុំប្រើពាក្យចន្លោះពី15ទៅ20នាទីចន្លោះប៉ុណ្ណឹងបើសិនជាថ្មនឹងល្អប្រើបាទបើសិនជាថ្មនឹងមិនល្អប្រើទេបងប្អូនហោះអត់ដល់7នាទីទេថ្មនឹងខូចហើយថ្មនឹងអស់ហើយអញ្ចឹងបើសិនជា drone ដែលមាន gimbal ហើយប្រើមិនបាន7នាទីទេមានន័យថាថ្មហ្នឹងគឺខូចគុណភាពហើយបងប្អូននេះបាទខូចគុណភាពហើយអញ្ចឹងគឺយើងលេងគឺយើងត្រូវមើលថ្មដែរបាទអូខេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការពពួក drone ដែលយើងយកទៅរៀនលេងហើយអាចថតកាមេរ៉ាយកជាផ្លូវការបានគួរសមបងប្អូនទិញពពួកនេះអត់ខុសបំណងទេបាទទំនើបទៀតបងប្អូនទំនើបទៀតបាទ memory គឺខ្ញុំសោកចូលនៅក្នុងនេះហើយមែនបាទអញ្ចឹងគឺសូមអរគុណច្រើនបងប្អូនដែលជាអតិថិជននៃហាង Smart Robot Shop Ikea ទាំងចាស់ទាំងថ្មីទាំងគ្នាដែលតែងតែជួយគ្រប់គ្រងនៅហាងរបស់យើងតាំងពីដើមរហូតដល់ពេលបច្ចុប្បន្នបាទសូមគោរពអរគុណជំរាបលាបងប្អូនទាំងគ្នា